Hello សួស្តីអ្នកនរថ្ងៃនេះមកជួបជាមួយខ្ញុំ T Zero ម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំញ៉ាំខ្លាំងមែនទែនក្នុងការដាំ mushroom ព្រោះថ្ងៃមុនខ្ញុំបានដាំ mushroom ទទួលបានលុយ150លានជាងដូច្នេះឥឡូវយើងញ៉ាំហើយនៅពាក់កណ្ដាលវីដេអូខ្ញុំក៏មានអីមក surprise អ្នកទាំងអស់គ្នាផងដែរឥឡូវនេះយើងធ្វើការដាំ mushroom របស់យើងតែម្ដងទៅហើយឥឡូវនេះកំពុងតែមានមេឃរន្ទះបាញ់ដែលយើងហៅបានម្យ៉ាងទៀតគឺ lightning ឥឡូវនេះយើងជិតដាំ mushroom យើងហើយយើងចាំទទួល notification ពីមេឃតែម្ដងពេលនេះយើងដាំបណ្ដាហើយក៏មានគោលន់បណ្ដាផងដែរហើយយើងដាំនេះក៏ទទួលបានប្រហែលជា30គីឡូ1 2ផងដែរឥឡូវនេះយើងគឺរងចាំវាដើម្បីឲ្យ mutation ធ្លាក់ចូលតែម្ដងទៅព្រោះបើយើងចេញក្រៅ game គឺវានឹងខាតដោយសារខ្ញុំព្យារងចាំ mutation ផ្សេងៗទៀតដូច្នេះខ្ញុំក៏បានរងចាំនៅកន្លែងនេះតែម្ដងហើយខ្ញុំចង់ដឹងគីឡូរបស់ mushroom នេះខ្ញុំក៏បានដាក់ sprinkler បន្ថែមទៀតខ្ញុំក៏បានដាក់ super watering can ចុចយកដាក់ឲ្យច្រើនដើម្បីឲ្យវាលូតលាស់ចិត្តតែដាក់អានេះទៅគឺវាជំនួយឲ្យផ្លែឈើរបស់យើងលូតលាស់លឿនជាងមុនផងដែរឥឡូវនេះយើងមានតែរងចាំនោះទេpresentation line នេះមិនទាន់បានចប់នោះទេអំបញ្ញមិញឃើញបាញ់ត្រូវ moon bloom ប៉ុន្តែมันចូលនោះទេព្រោះយើងនៅ private server វាមិនដូច public server នោះទេ public server វាចូលច្រើនជាង private server នេះយើងឃើញអាខាងនេះវាដុះលូតលាស់យឺតពេកដូច្នេះយើងក៏បានមកស្រោចទឹកបន្ថែមហើយកន្លែងនេះខ្ញុំបានស្រោចទឹកប៉ុន្តែខ្ញុំបានដៃបេះ mushroom មួយបាត់ទៅហើយគីឡូរបស់វា 14.59 គីឡូហើយនេះដែរគឺជារូបរាងរបស់វាក៏បានជាប់ presentation តកផងដែរហើយខ្ញុំក៏បានមកឆែកតម្លៃវាថាតើវាយកទៅលក់បានតម្លៃប៉ុន្មានដូច្នេះឡើងចុចទី3មកវានឹងចេញតម្លៃឲ្យយើងមើលហើយតម្លៃរបស់វាគឺ 239k ហើយឥឡូវនេះខ្ញុំក៏បានមកផ្ទះផងដែរហើយ mushroom នេះក៏មានគីឡូ 30.14 គីឡូផងដែរខ្ញុំមកផ្ទះនេះគឺដើម្បីតែឆែកគីឡូ mushroom តែប៉ុណ្ណោះតែឥឡូវនេះគឺខ្ញុំមិនដឹងធ្វើអ្វីទេខ្ញុំចាំតតែ presentation lining សិនហើយឥឡូវនេះសោះក៏បាន restock ផងដែរដូច្នេះខ្ញុំក៏បានទៅកន្លែង seed ដើម្បីឆែកថា seed អ្វីខ្លះដែលបានលក់ថាឥឡូវនេះយើងបានឆែកហើយគឺថាមាន seed អ្វីដែលល្អនោះទេហើយឥឡូវនេះ mutation line នេះមិនទាន់ចប់នោះទេដូច្នេះយើងរងចាំសិនក្រែងឡវាចូល mushroom របស់យើងហើយកន្លែងនេះដែរគឺបាញ់ចាំអាធំរបស់យើងប៉ុន្តែវាមិនចូលអាធំរបស់យើងទេគឺវាទៅចូលអាទូចវិញហើយឥឡូវនេះយើងឡើងមកឈរលឿនមកដើម្បីមើលថាវាបាញ់ចំដំណាំរបស់យើងណាខ្លះហើយនៅពេលដែល presentation lining ចាប់ខ្ញុំក៏រងចាំដើម្បីទិញ seed បន្ថែមទៀតផងដែរឥឡូវនេះ lining នៅស្អាតតែចំនួនប្រហែល50វិនាទីទៀតតែប៉ុណ្ណោះក្រឡំ50វិនាទីតែ7វិនាទីទៀតតែប៉ុណ្ណោះឥឡូវនេះគឺវាបានបាញ់ទៀតហើយប៉ុន្តែបាញ់ចំដីហើយឥឡូវនេះដែរ presentation lining ក៏បានចប់ផងដែរដូច្នេះខ្ញុំក៏បានរងចាំដើម្បីទិញ seed mushroom ដើម្បីយកមកដាំបន្ថែមទៀតផងដែរបាទគឺថានៅពេលនេះខ្ញុំបានមកវិញហើយប៉ុន្តែខ្ញុំមិនបានមកដាំ mushroom បន្តទៀតទេព្រោះខ្ញុំបានទទួល seed មួយដ៏អស្ចារ្យចាំបន្តិចទៀតខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាប៉ុន្តែឥឡូវនេះគឺខ្ញុំសូមប្រមូលផល bamboo ជាមុនសិនដើម្បីយកវាទៅលក់ប៉ុន្តែ seed នេះគឺខ្ញុំមិនមានទេព្រោះខ្ញុំបានដាំវារួចទៅហើយឥឡូវនេះខ្ញុំសូមប្រមូលវាហើយដាក់ title ដើម្បីយកទៅលក់កន្លែង daily dealហើយបូក friend boost ទៀតធ្វើឲ្យយើងលក់បានកាន់តែច្រើនឥឡូវនេះគឺខ្ញុំសូមប្រមូលផល bamboo បន្តិចសិនហើយកន្លែងនេះខ្ញុំក៏បានដាក់សត្វអណ្ដើកថែមមួយទៀតផងដែរគឺយកប្រមូលមកសត្វរបស់យើងគឺមាន presentation រឿងច្រើនដែរប៉ុន្តែទីជាងថ្ងៃមុនបន្តិចវិសាថ្ងៃនេះគឺយើងបានចូល presentation snow ដូច្នេះធ្វើឲ្យយើងលក់បានលឿនជាងមុនបន្តិច presentation តកកនេះគុណតិចខ្លាំងមែនតើហ
ហើយនេះផងដែរបើគឺជារបស់ដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាគឺជាដើមសាន់ប្លូមហើយដើមសាន់ប្លូមនេះដែរយើងក៏អាចយកទៅបូកបញ្ចូលគ្នាជាមួយដើមមូលប្លូមដើម្បីបង្កើតបានដើមថ្មីមួយទៀតដែលឈ្មោះថា East Clean តែឥឡូវនេះគឺថាមកសុំប្រមូលផលម៉ាស៊ូមកហើយសិនហើយនៅកន្លែងនេះគឺខ្ញុំបានប្រមូល food ផងដែរហើយក៏ខ្ញុំភ្លេចដាក់អណ្ដើកមួយទៀតផងដែរគឺខ្ញុំដាក់បានតែ5តែប៉ុណ្ណោះហើយកន្លែងនេះគឺថាខ្ញុំយកមកលក់ក៏ខ្ញុំលក់នៅកន្លែង Delete Deal ប៉ុន្តែខ្ញុំនឹកឃើញរឿងមួយក៏ខ្ញុំចុចទៅ garden របស់ខ្ញុំវិញភ្លាមព្រោះដោយសារខ្ញុំមិនទាន់បានយក friend boost ឲ្យបានច្រើនដូច្នេះឥឡូវនេះគឺខ្ញុំបានហៅ friend នៅក្នុង game Roblox របស់ខ្ញុំដើម្បីឲ្យចូលក្នុង game របស់ខ្ញុំច្រឡំចូលក្នុង game របស់ខ្ញុំគឺចូលក្នុង server របស់ខ្ញុំហើយខ្ញុំនឹងយកវាទៅលក់ដើម្បីបានលុយកាន់តែច្រើនហើយខ្ញុំក៏ភ្លេចរឿងមួយយ៉ាងទៀតដែរគឺភ្លេចដក favorite ផ្លែឈើរបស់ខ្ញុំដូច្នេះខ្ញុំក៏បានដក favorite ឬដកផ្កាយចេញពីផ្លែឈើរបស់ខ្ញុំតែម្ដងទៅហើយឥឡូវនេះដែរខ្ញុំក៏បានដកវារួចរាល់ហើយអស់ផងដែរខ្ញុំក៏បាននៅឆែកមើលទៀតព្រោះខ្ញុំខ្លាចថានៅជាប់ favorite បន្ថែមទៀតហើយខ្ញុំក៏មិនទាន់បានប្រម៉ូ bamboo ឲ្យអស់ផងដែរដូច្នេះខ្ញុំក៏បានមកប្រម៉ូ bamboo បន្ថែមដើម្បីឲ្យពេញ stock របស់ខ្ញុំហើយឥឡូវនេះខ្ញុំក៏បានប្រម៉ូ full ទៀតដែរដូច្នេះខ្ញុំក៏ចាំ friend ក្នុង game របស់ខ្ញុំជួញមកដើម្បីខ្ញុំយកទៅលក់ឲ្យបានគុណកាន់តែច្រើនហើយឥឡូវនេះដែរខ្ញុំក៏បានទៅឆែកតម្លៃវាថាបានប៉ុន្មានហើយគឺបានចំនួន 98.38 លានហើយដូច្នេះបើយើងមាន friend បូបន្ថែមទៀតគឺធានាថាបាន100លានបន្ថែមទៀតហើយឥឡូវនេះគឺខ្ញុំចាំ friend នៅក្នុង game របស់ខ្ញុំយូរពេកដូច្នេះខ្ញុំក៏បានទៅចូល server public ដើម្បី add friend ទៅគេតែម្ដងឥឡូវនេះដែរខ្ញុំក៏បានចុចចូលហើយខ្ញុំសុំកាត់ទៅដល់ក្នុង game តែម្ដងហើយឥឡូវនេះខ្ញុំក៏បានមកដល់ក្នុង server public នេះផងដែរដូច្នេះខ្ញុំក៏បាន add friend ទៅអ្នកនៅក្នុង server public នេះផងដែរចាំមើលដែរបើគេរឹកគឺគេមិនទទួលរបស់យើងទេប៉ុន្តែបើគេមិនរឹកគឺគេទទួល friend របស់យើងហើយឥឡូវនេះអ្នកនៅក្នុង server នេះប៉ុន្មានគឺយើងចុច add ទាំងអស់ទៅខ្ញុំមិនចង់លេង public server ដោយសារតែវាគាំងតែឥឡូវនេះគឺបាន friend boost តែអូនម៉ានេះមួយតែប៉ុណ្ណោះដូច្នេះខ្ញុំក៏បានរងចាំបន្តិចទៀតប៉ុន្តែតាមេឃយប់គឺខ្ញុំនឹងយកទៅលក់ហើយព្រោះខ្ញុំខ្លាចផុតតម្លៃគុណនឹង4របស់វាហើយឥឡូវនេះគឺមានអ្នកចូលតាមយើងមួយទៀតហើយដូច្នេះធ្វើឲ្យ friend boost របស់យើងគឺឡើងដល់គុណ 20% ច្រឡំគុណ 20% គឺ 20% ហើយ friend boost ត្រឹមតែ 20% ទេធ្វើឲ្យយើងលើកបាន107លានបាត់ទៅហើយប៉ុន្តែខ្ញុំមិនទាន់ចង់បានតម្លៃប៉ុណ្ណេះទៀតទេហើយខ្ញុំក៏បានចូលទៅ add friend អ្នកនៅក្នុង server នេះបន្ថែមទៀតប៉ុន្តែអ្នកនៅក្នុង server នេះគឺថារឹកខ្លាំងមែនតើហើយខ្ញុំក៏បានចុច cancel request ហើយខ្ញុំ add friend request ទៅគាត់ម្ដងទៀតប៉ុន្តែក៏នៅតែគាត់មិនទទួលរបស់ខ្ញុំដដែលគឺថាអ្នកនៅក្នុង server នេះថារឹកខ្លាំងមែនតើហើយឥឡូវនេះមេឃក៏បានយប់ផងដែរហើយយប់នេះគឺយប់ Rainbow Six ទៀតផងច្រឡំ Rainbow Six គឺ Rainbow Moon ហើយកន្លែងនេះក៏មាន friend ក្នុង game របស់ខ្ញុំចូលតាមម្នាក់ទៀតហើយដូច្នេះធ្វើឲ្យខ្ញុំទទួលបាន friend boost 30% បន្ថែមទៀតហើយឥឡូវនេះខ្ញុំក៏បានដោះដូរសត្វអណ្ដើកចេញព្រោះវារត់យឺតខ្លាំងពេកខ្ញុំដោះដូរសត្វអណ្ដើកហើយគឺខ្ញុំដាក់សត្វទន្សាយចូលវិញដើម្បីឲ្យរត់លឿនជាងមុនបន្តិចហើយកន្លែងនេះដែរគឺថាខ្ញុំមករលួចផ្ទះរបស់បុរសម្នាក់នេះប៉ុន្តែគឺគាត់បានត្រឡប់មកផ្ទះរបស់គាត់វិញហើយបុរសម្នាក់ហ្នឹងប្រកាសជាដាក់ម៉ូត 100% ព្រោះថារត់លឿនខ្លាំងមែនតើហើយឥឡូវនេះដែរខ្ញុំក៏បានយកដំណាំរបស់ខ្ញុំមកលក់យើងលក់គឺយើងលក់កន្លែង delete deal ដែលនៅលើគេបង្អស់ហើយកន្លែង delete deal នេះគឺ12ម៉ោងគឺវា reset ឲ្យយើងម្ដងនេះគឺយើងលក់កន្លែង delete deal បានលុយច្រើនខ្លាំងមែនតើរហូតទៅដល់100លានជាង100លាននោះគឺ116លានជាងដោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺថាទទួលបាន116លានចុច27លានអស់ច្រឡំ116.27លានហើយគឺថានៅ server នេះគឺថាទៀងពេកដូច្នេះខ្ញុំក៏បានដូរទៅ server private របស់ខ្ញុំវិញដើម្បីមកនិយាយពី feature ចេញថ្មីហើយឥឡូវនេះដែរខ្ញុំក៏
បានចូលមកដល់ក្នុង server private របស់ខ្ញុំវិញហើយដូច្នេះខ្ញុំមិនឲ្យអ្នកទាំងអស់គ្នារងចាំយូរទេខ្ញុំនឹងទៅនិយាយពី fruit ចេញថ្មីតែម្ដងទៅអា fruit នឹងគ្រាន់តែយើងដាក់វានៅចិត្តគ្នាហើយយើងដើរទៅចិត្តវាទៅគឺនឹងឃើញពាក្យនេះលោតចេញមកហើយដូច្នេះយើងក៏បានបូកវាបញ្ចូលគ្នាទៅហើយវាក៏ចេញពណ៌នេះមកតែម្ដងជឺបអាងឹតឆឹងអស់ខៀវឆឹងហើយឥឡូវនេះវាក៏បានចេញមកដែរប៉ុន្តែខ្ញុំខ្ជិលមើលវាខ្ញុំក៏ skip វាតែម្ដងហើយគេថាខ្ញុំបានវាច្រើន fit ខ្លាំងមែនទែនគឺរហូតទៅដល់141 fit ហើយខ្ញុំឃើញគេធ្វើវាច្រើនគឺមិនបានខ្ពស់ដល់ថ្នាក់នេះទេខ្ញុំឃើញគេធ្វើអស់ច្រើនត្រឹម100 fit តែប៉ុណ្ណោះគឺថាខ្ញុំធ្វើបានច្រើនខ្លាំងមែនទែនហើយអាផ្លែហ្នឹងខ្ញុំលើគេថាវា C super watering can របស់យើងច្រើនខ្លាំងមែនទែនហើយឥឡូវនេះខ្ញុំក៏បានដាក់ super sprinkler ហើយខ្ញុំក៏បានស្រោច super watering can ប៉ុន្តែគេថាវាគ្មានលេចក្បាលផ្លែអីមកបន្តិចនោះទេសូម្បីតែចុងបន្តិចក៏វាមិនលេចចេញមកផងដែរនេះខ្ញុំក៏បានដូរសัตว์ដើម្បីដាក់សัตว์ក្តាន់ដើម្បីជំនួយឲ្យផ្លែវាចេញលឿនជាងមុនដូច្នេះឥឡូវយើងកំពុងតែរកសัตว์ក្តាន់ហើយយើងដាក់សัตว์ក្តាន់ចំនួន6តែម្ដងទៅគឺថាឥឡូវនេះយើងបានដាក់សัตว์ក្តាន់ចំនួន6រួចហើយប៉ុន្តែគឺវាជួយឲ្យយើងលឿនតែបន្តិចនោះទេព្រោះអាផ្លែនេះគឺវាចេញយូរខ្លាំងមែនតើហើយឥឡូវនេះក៏មានអ្នកចូល server ខ្ញុំតាមខ្ញុំផងដែរហើយឥឡូវនេះខ្ញុំក៏បានឡើងទៅមើលថាវាចេញក្បាលផ្លែបន្តិចឬក៏ហើយឥឡូវនេះគឺយើងឡើងហើយយើងឡើងតាមកម្មចន្ទើប៉ុន្តែគេថាយើងមើលពីកន្លែងនេះគឺគ្មានឃើញអ្វីបន្តិចនោះទេសូម្បីតែក្បាលបន្តិចក៏មិនឃើញមាននោះដែរហើយកន្លែងនេះខ្ញុំក៏បានហត់ចុះមកដើម្បីរៀបចំស្រោចទឹកធម្មតាដើម្បីឲ្យវាចេញមកលឿនជាងមុនបន្តិចទោះវាមិនសូវជាជំនួយបានច្រើនក៏យើងចេះតែស្រោចទៅក៏វាបានជំនួយយើងលឿនជាងមុនបន្តិចផងដែរហើយកន្លែងនេះខ្ញុំកំពុងតែស្រោចគឺឃើញមេឃក៏វិញក៏វាមពេញតែនឹងមិនដឹងជាការអ្វីនោះទេប្រហែលជាមកពីផ្លែឈើនេះហើយកន្លែងនេះខ្ញុំក៏បានដើរចេញទៅក្រៅហើយក៏បានឃើញព្រះច័ន្ទពណ៌ឥន្ទនូមិនដឹងព្រះច័ន្ទមិនដឹងព្រះអាទិត្យនោះទេប៉ុន្តែខ្ញុំឆ្ងល់ខ្លាំងមែនទែនគឺវាចេញមកតាមណាបើមិនមាន mutation ផងនោះប្រហែលវាចេញតាមអត្ថប្រយោជន៍របស់ផ្លែ E-slip នេះដឹងព្រោះអត្ថប្រយោជន៍របស់ផ្លែ E-slip នេះគឺនៅពេលដែលយើងបេះវាគឺវាជំនួយច្រឡំជំនួយគឺវានឹងចេញ mutation មកហើយ mutation នោះគឺគុណច្រើនខ្លាំងមែនទែនគឺគុណរហូតដល់80គឺច្រើនជាង blood moon ទៅទៀត blood moon គុណត្រឹមតែ70តែប៉ុណ្ណោះ blood moon គុណ70ដោយសារគេទម្លាក់ដើមនេះគឺមានផ្លែអត្ថប្រយោជន៍ល្អខ្លាំងមែនទែនប៉ុន្តែវាពិបាក spawn ខ្លាំងណាស់សង្ស័យ 2-3 ថ្ងៃទៅវាចេញមកជាផ្លែឲ្យយើងបេះម្ដងដូច្នេះឥឡូវនេះវីដេអូរបស់យើងគឺគ្មានអីច្រើនទេហើយបើអ្នកទាំងអស់គ្នាមើលមកដល់កន្លែងនេះហើយអ្នកទាំងអស់គ្នាសូមកុំភ្លេចជួយចុច subscribe like និង comment ម្នាក់មួយផងហើយកុំភ្លេចចូល Telegram ដែលខ្ញុំបានដាក់ link នៅក្នុង comment ផងហើយខ្ញុំក៏សូមខន្តីនិងអភ័យទោសរាល់ពាក្យដែលលើសលប់ហើយនឹងសម្លេងរំខានផងដូច្នេះឥឡូវនេះវីដេអូរបស់យើងក៏រៀងវែងផងដែរហើយឥឡូវនេះវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់បាយបាយ